ពញាអង្គជាក្សត្រខ្មែរដែលបានប្រសូតឡើងនិងទទួលបានការអប់រំនៅស្រុកសៀមហើយស្ដេចសៀមបានទុកព្រះអង្គម្ចាស់ជាកូនចិញ្ចឹមស្ដេចសៀមប្រគល់ទ័ពឲ្យពញាអង្គបញ្ជាទ័ពសៀមវាយចូលតាមផ្លូវគោកនិងផ្លូវសមុទ្រប៉ុន្តែត្រូវទ័ពខ្មែរវាយឲ្យថយទៅវិញព្រះអង្គម្ចាស់ពញាអង្គបានបាត់បង់ជីវិតលើខ្នងដំរីដោយត្រូវនឹងព្រួញក្រោយមកទៀតទ័ពខ្មែរបានវាយបកត្រឡប់ទៅវិញជាច្រើនលើកហើយនៅក្នុងឆ្នាំ1557បានទម្លាយចូលរហូតដល់ជ័យក្រុងអយុធ្យាទៀតផងបាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនដែលតាមបានទស្សនាតាមរយៈ Channel ប្រវត្តិនៅថ្ងៃដែរ Admin នឹងលើកយកនៅប្រវត្តិសាស្ត្រមួយទៀតទាក់ទងទៅនឹងអង្គច័ន្ទរាជាឬអង្គច័ន្ទទី1ដែលជាស្ថាបនិកក្រុងលង្វែកពីឆ្នាំ1516ដល់ឆ្នាំ1566បាទដូច្នេះសូមពុកម៉ែបងប្អូនមកតាមបានស្ដាប់ជាមួយយើងខ្ញុំដូចតទៅបន្ទាប់ពីបានកំណត់ស្ដេចកនហើយនោះព្រះបាទអង្គច័ន្ទរាជាបានឡើងសោយរាជ្យទ្រង់បានដេញពួកសៀមឈ្លានពាននិងថែមទាំងវិយដណ្ដើមយកបានដែនដីខ្លះមកឲ្យខ្មែរវិញឯស្នាមប្រហ័សធំមួយទៀតគឺការកសាងក្រុងលង្វែកជ័យជំនះលើសៀមសាច់សៀមនៅស្ងប់ស្ងាត់យ៉ាងចម្លែកហើយពុំមានបានបញ្ជូនកងទ័ពមកធ្វើអន្តរាគមន៍ក្នុងចម្បាំងរឿងស្ដេចកននិងអង្គច័ន្ទរាជាទេប៉ុន្តែនៅរាជវាំងស្ដេចសៀមដែលព្រះអង្គម្ចាស់អង្គច័ន្ទរាជាបានភៀសខ្លួនទៅគង់នៅជាមួយនោះស្ដេចសៀមនៅតែមានបំណងពង្រីកអំណាចមកលើអាណាចក្រខ្មែរទៀតស្ដេចសៀមបានទាមទារឲ្យខ្មែរយកសួយសារអាករនិងដំរីទៅថ្វាយព្រះបាទច័ន្ទរាជាមិនយល់ព្រមសៀមក៏បញ្ជូនកងទ័ពមករាតត្បាតខេត្តអង្គរកងទ័ពខ្មែរមានការវឹកហាត់បានល្អបានវាយកំទេចទ័ពសៀមនៅជិតក្រុងអង្គរខ្មែរចាប់បានឆ្លើយសឹកប្រមាណជា10000នាក់ស្ដេចសៀមសងសឹកវិញដោយលើកព្រះអង្គម្ចាស់ពញាអង្គឲ្យធ្វើជាស្ដេចខ្មែរពញាអង្គជាក្សត្រខ្មែរដែលបានប្រសូតឡើងនិងទទួលបានការអប់រំនៅស្រុកសៀមហើយស្ដេចសៀមបានទុកព្រះអង្គម្ចាស់ជាកូនចិញ្ចឹមស្ដេចសៀមប្រគល់ទ័ពឲ្យពញាអង្គបញ្ជាទ័ពសៀមវាយចូលតាមផ្លូវគោកនិងផ្លូវសមុទ្រប៉ុន្តែត្រូវទ័ពខ្មែរវាយឲ្យថយទៅវិញព្រះអង្គម្ចាស់ពញាអង្គបានបាត់បង់ជីវិតលើខ្នងដំរីដោយត្រូវនឹងព្រួញក្រោយមកទៀតទ័ពខ្មែរបានវាយបកត្រឡប់ទៅវិញជាច្រើនលើកហើយនៅក្នុងឆ្នាំ1557បានទម្លាយចូលរហូតដល់ជ័យក្រុងអយុធ្យាទៀតផងបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូនដែលតាមបានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះ Admin សូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត